រឿងក្មួយបោចសក់កាច់កមីងតាមពិតជាករណីវិតបគ្នាទៅវិញទៅមកសោះបែរជាភាគីម្ខាងប្តឹងទារសំណង$5,000ខណៈម្ដាយនិងអ្នកខាត់បំបែកបានចេញមុខបកស្រាយគេឃើញកាមេរ៉ាបតាយវិតបគេគ្នាហ្នឹងគេឃើញតែកូនខ្ញុំហ្នឹងទៅហាក់វាយគេគេហាក់វាយកូនខ្ញុំវាអត់មានទេសូមឲ្យគេហ្នឹងបង្ហាញវីដេអូពេញមកកុំបង្ហាញវីដេអូតែមកខាងអញ្ចឹងគេថាផ្ទះដៃម្ខាងមិនលឺនោះទេមានភ្លើងទើបមានផ្សែងសំណុំរឿងហិង្សាគ្រួសាររវាងក្មួយនិងមីងដែលមហាជនរិះគន់យ៉ាងចាស់ដៃនោះពេលនេះម្ដាយយុវតីសង្ស័យនិងបរិសុទ្ធជាបងប្រុសដែលជាអ្នកចូលខាត់បំបាយផ្ទាល់បានចេញមុខបកស្រាយការពិតហើយជាក់ស្ដែងហេតុការណ៍នេះគ្រាន់តែជាការប្រតាយប្រតាប់គ្នាទៅវិញទៅមកនិងគ្មានរបួសស្នាមសោះប៉ុន្តែភាគីខាងមីងបែរជាដាក់ពាក្យបណ្ដឹងទាមទារសំណងរហូតដល់$5,000ទោះបីជាអាជ្ញាធរនិងសាច់ញាតិអ្នកជិតខាងព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយដើមចមនៃចំនួននេះគឺមុនពេលកើតហេតុបរិសុទ្ធជាប្តីរបស់ជនរងគ្រោះធ្លាប់បានមកស្រាយជេរប្រមាថនិងធាក់ទ្វារផ្ទះរបស់គ្រួសារយុវតីសង្ស័យបណ្ដាលឲ្យខូចខាតប៉ុន្តែពួកគេសុខចិត្តអត់ធ្មត់មិនប្តឹងផ្ដាល់ព្រោះយោគយល់ថាជាសាច់ញាតិលុះដល់ព្រឹកថ្ងៃកើតហេតុពេលឃើញមានសម្រាម2ថង់នៅមុខផ្ទះខាងម្ដាយយុវតីបានប្រើកូនឲ្យទៅហៅកូនខាងមីងមកយកសម្រាមនោះចេញប៉ុន្តែស្រាប់តែភាគីជាមីងបានចេញមកស្រែកជេរប្រមាថយ៉ាងចាស់ដៃនិងបានបញ្ជាឲ្យគេរៀបចំថតវីដេអូទុកតែម្ដងរហូតឈានដល់ការប្រតាយប្រតាប់គ្នាទៅវិញទៅមកជុំវិញចំណុចនេះទោះបីជាបរិសុទ្ធត្រូវជាបងប្រុសរបស់ម្ដាយយុវតីសង្ស័យដែលជាអ្នកចូលទៅខាត់ផ្ទាល់មិនបានផ្ដល់បទសម្ភាសន៍ជាវីដេអូក្តីប៉ុន្តែលោកបានបញ្ជាក់ប្រាប់យ៉ាងច្បាស់និងមិនកាន់ជើងខាងណាថាករណីនេះពិតជាការវាយតប់គ្នាទៅវិញទៅមកពិតប្រាកដមែនលោកក៏បានបញ្ជាក់ផងដែរថាវីដេអូដែលយើងមកធ្វើផុសតាងត្រូវបានគេថតយកតែមួយប្លង់កាត់ត្រង់ចុងបញ្ចប់ប៉ុណ្ណោះដែលឃើញខាងយុវតីសម្រុកចូលទៅវាយតែម្ខាងដោយឡែកដើម្បីធានាបាននៅតុល្យភាពព័ត៌មានអង្គភាពយើងបានព្យាយាមសុំការបំភ្លឺផ្ទាល់ពីភាគីម្ខាងទៀតដែរប៉ុន្តែត្រូវបានគាត់បដិសេធមិនធ្វើការបកស្រាយអ្វីឡើយដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីទស្សនវិជ្ជាការរៀបរាប់លម្អិតពីដើមចមនៃសាច់រឿងសូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅខ្ញុំឈ្មោះខំធីរីហៅក្រៅអាទូហើយខ្ញុំសូមបកស្រាយពីបញ្ហាថ្ងៃយប់ថ្ងៃទី13ហ្នឹងវេលាម៉ោង10ហ្នឹងខ្ញុំបានឮសំឡេងធាក់ទ្វារហើយក៏បានឮសំឡេងមនុស្សប្រុសជេរបញ្ចោពេលដែលយប់ម៉ោង10ហ្នឹងគឺខ្ញុំគេងហាត់តែហើយខ្ញុំបានឮសំឡេងធាក់ទ្វារមនុស្សប្រុសជេរបញ្ចោហើយខ្ញុំក៏តែជេរបញ្ចោហើយខ្ញុំក៏បានតែសួរអ្នកញាតិចិត្តខាងហ្នឹងថាហើយនៅសូសំឡេងអ្នកគេឆ្លោះគ្នាហើយញាតិចិត្តខាងហ្នឹងក៏គេឆ្លើយថាឮសំឡេងមនុស្សប្រុសជេរដល់ពេលហើយចឹងទៅខ្ញុំថាផ្ទះអ្នកគេឆ្លោះគ្នាគេក៏ឆ្លើយថាក៏គេអត់ដឹងដែរក៏ឮសំឡេងជេរបញ្ចោខ្ញុំក៏បាក់ចាញ់មកបើកទ្វារបើកភ្លើងទៅឃើញទ្វារខ្ញុំបាក់ត្រចៀកនឹងរបូតសោស្រឡាច់នឹងហើយដល់ទៅពេលហើយខ្ញុំក៏ឃើញតែកូនខ្ញុំថាប្តីមីងធីរាហ្នឹងបានមកធាក់សោយើងកូនហើយបាក់តិចទ្វារហើយកូនក៏ប្រាប់ថាម៉ាក់អើយម៉ាក់ឯងយកសោស្រឡាច់មួយទៀតចាក់ទៅហើយបើសិនជាចាក់ទៀតគាត់ធាក់ទៀតម៉ែឯងថតទៅខ្ញុំក៏យកសោស្រឡាច់មួយទៀតធាក់ចាក់សោស្រឡាច់ថ្មីចាក់ហ្នឹងដល់ទៅពេលហើយចឹងទៅខ្ញុំក៏កាន់ទូរស័ព្ទខ្ញុំគិតថាចាំមើលគាត់ធាក់ទៀតអត់ដល់កាន់ទូរស័ព្ទទៅគាត់អត់ធាក់ទេគាត់បែរជាជេរបញ្ចោខ្ញុំយកតែម្ដងខ្ញុំអត់ដឹងថាខ្ញុំខុសអីបានជាគាត់ជេរបញ្ចោខ្ញុំយកជេរបញ្ចោខ្ញុំយកអ្នកណាដែលជេរបញ្ចោបងដល់ប្តីឈ្មោះខំធីរាហ្នឹងបានជេរបញ្ចោខ្ញុំហែកហួរខ្ញុំអាយ៉ាអស់ហើយដល់ពេលហើយចឹងទៅខ្ញុំក៏ពេលព្រឹកថ្ងៃទី14ហ្នឹងកូនខ្ញុំមកពីខេត្តមួយបងស្រីខ្ញុំវិញហ្នឹងក៏កូនទៀតទៅប្តឹងតែខ្ញុំថាយល់ភាពជាបងប្អូនខ្ញុំអត់ប្តឹងទេខ្ញុំថាកុំប្តឹងអីចាប់រៀងទៅកុំឲ្យមានបន្តទៅទៀតអីទោះបីយ៉ាងណាក៏ត្រូវជាបងប្អូនដែរដល់ទៅពេលហើយខ្ញុំអត់ប្តឹងហ្នឹងក៏កូនខ្ញុំក៏សម្រេចចិត្តថាចង់ទៅសួរតិចសួរថាចេះលពូមូលហេតុអីបានជាលពូទៅធាក់ទ្វារសោខ្ញុំ តែ
តែពេលដែលកូនខ្ញុំសួរហ្នឹងគេក៏បានថតឃ្លីបសម្លេងដែរគេកូនខ្ញុំបានសួរថាហេតុអីបានលពូធាក់ទ្វារខ្ញុំជេរបញ្ចោលម៉ាក់ខ្ញុំគេឆ្លើយថាបើគេធាក់ទ្វារយ៉ាងម៉េចបើគេជេរបញ្ចោលយ៉ាងម៉េចដល់ពេលហើយចឹងទៅកូនខ្ញុំថាខ្ញុំចង់រកហេតុផលថាហេតុអីបានលពូជេរគេថាម៉េចគេនៅតែឆ្លើយតែម៉េចចឹងខ្ញុំក៏ហៅកូនមកផ្ទះមកក៏ស្ងាត់ទៅប៉ុន្តែប្រហែលជាម៉ោង9យប់ហ្នឹងឃើញគាត់កាន់សម្រាប់មកកូនខ្ញុំដើរចូលផ្ទះហើយឃើញគាត់កាន់សម្រាប់មកគាត់អត់បានចាប់អារម្មណ៍ថាគាត់យកមកដាក់មុខលបងខ្ញុំទេគាត់ដើរចូលផ្ទះហើយតែពេលព្រឹកឡើងថ្ងៃទី15ហ្នឹងគឺខ្ញុំងើបពីគេងឡើងឃើញថង់សម្រាម2ថង់នៅមុខផ្ទះថង់សម្រាមពីមុខផ្ទះហ្នឹងកូនខ្ញុំក៏បានហៅកូនគាត់ឲ្យយកសម្រាមនឹងចាញ់តែគាត់ពេលតែគាត់ដើរមកយកសម្រាមហ្នឹងគាត់ជេរបញ្ចោលកូនខ្ញុំហើយគាត់យកសម្រាមហ្នឹងចាញ់គាត់ហៅកូនគាត់ថតកាមេរ៉ាយកតែម្ដងថតកាមេរ៉ាហើយដល់ពេលហើយជេរបញ្ចោលគ្នាទៅជេរបញ្ចោលគ្នាមកក៏បានបតាយបតបគ្នាដូចឃើញរូបកំលើប៉ុន្តែខាងណោអត់មានរបួសស្នាមអីទេព្រោះអីបតាយបតបគ្នាទាំងខ្ញុំក៏បានទៅទាញកូនខ្លួនឯងចេញដែរហើយបងប្រុសខ្ញុំនៅចិត្តហ្នឹងក៏បានទាញចេញដែរដូចបានឃើញរូបភាពខាងលើហ្នឹងខ្ញុំសូមអរគុណឲ្យជួយយកទៅធួឲ្យខ្ញុំផងខ្ញុំអត់មានអីទេខ្ញុំអត់មានដីមានផ្ទះអីនឹងគេទេខ្ញុំក្រណាស់គេមើងងាយខ្ញុំរហូតហេតុអីខ្ញុំចង់តែសក់ទេគេអត់ឲ្យខ្ញុំសក់ខ្ញុំអត់ដឹងនិយាយថាម៉េចទៀតទេខ្ញុំនិយាយខ្ញុំដឹងរឿងតែប៉ុណ្ណឹងខ្ញុំចាំតែប៉ុណ្ណឹងប៉ុន្តែបើសកម្មភាពគាត់ជេរបញ្ចោលខ្ញុំច្រើនណាស់ប៉ុន្តែខ្ញុំអត់ចេះថតព្រោះអីថ្ងៃកើតហេតុហ្នឹងកូនខ្ញុំអត់នៅទេខ្ញុំនៅផ្ទះតែម្នាក់ឯងទេកូនខ្ញុំទៅមួយអ៊ំទៀតទៅយកដើមឈើឲ្យគេបាត់ហើយថ្ងៃកើតហេតុថ្ងៃទី13ហ្នឹងខ្ញុំនៅតែម្នាក់ឯងទេខ្ញុំជឿថាចេះខ្ញុំមានសមត្ថភាពណាទៅរករឿងគេរករឿងខ្ញុំអត់ប្តឹងគេទេខ្ញុំគិតថាគេជាបងប្អូនតែពេលហើយចឹងទៅគេអត់មកចប់ទេគេនៅតែចង់បង្ករឿងសូមលោកថ្នាក់លើជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំអត់ខ្ញុំមកចំខ្លួនណាខ្ញុំមិនដែលរករឿងអ្នកណាទេសួរអ្នកស្រុកហ្នឹងទៅខ្ញុំមិនដែលចេះរករឿងអ្នកណាទេហើយខ្ញុំក៏មានសាក់សីដឹងឮដែរគេឃើញតែកូនខ្ញុំហ្នឹងទៅហាក់វាយគេគេហាក់វាយកូនខ្ញុំវាអត់មានទេសូមឲ្យគេហ្នឹងបង្ហាញវីដេអូពេញមកកុំបង្ហាញវីដេអូតែមកខាងអញ្ចឹងបង្ហាញវីដេអូកាត់តបែបហ្នឹងសូមឲ្យគេបង្ហាញវីដេអូពេញទាំងអស់មកកាលគេប្តឹងនៅឃុំប្រៃស័យហ្នឹងគេទាសំណងខ្ញុំ 5000ខ្ញុំក្រណាខ្ញុំមានលទ្ធភាពណាឲ្យគេ 5000ហើយដល់ទៅពេលហើយចឹងទៅខ្ញុំទៅសម្របសម្រួលនៅផ្ទះហៅមីងមាបងប្អូនបងស្រីខ្ញុំបកកើតមីងខ្ញុំបកកើតបងប្អូនទាំងអស់ញាតិជិតខាងហ្នឹងទៅជួយសម្របសម្រួលថាសូមឲ្យ500ឲ្យដកពាក្យបណ្ដឹងទៅព្រោះកូនខ្ញុំនៅសិក្សាកូនខ្ញុំនៅរៀនកូនខ្ញុំត្រូវការទៅរៀនប៉ុន្តែគេថាដាច់ខាតគេដកទេគេអត់ដកទេគេថាគេដាច់ខាតគេត្រូវតែឡើងលើខ្ញុំថាខ្ញុំក្រណាខ្ញុំអត់មានលុយទេប៉ុន្តែគេថាអត់ទេគេត្រូវតែឡើងលើដល់ពេលក្រោយមកទៀតបងស្រីខ្ញុំគាត់ដើរចងការគេឲ្យខ្ញុំបាន1000គាត់ថាឲ្យទៅចរចាគេម្ដងទៀតទៅសូមឲ្យគេប៉ុណ្ណឹងទៅឲ្យគេ1000ទៅដើម្បីឲ្យគេដកពាក្យបណ្ដឹងឲ្យកូនឯងបានទៅរៀនកុំឲ្យវាខាតរៀនអញ្ចឹងដល់ពេលហើយអញ្ចឹងទៅខ្ញុំក៏ទៅគេពេលដែលទៅគេក៏លឺសំឡេងបាត់ទូរស័ព្ទគេក៏លឺសំឡេងបាត់ទូរស័ព្ទហេតុផលដែលខ្ញុំអត់មកនិយាយមួយប្រពន្ធគាត់ទៀតឲ្យតែពេលមកនិយាយមួយប្រពន្ធគាត់តែងតែនិយាយថាសួរប្តីទៅឲ្យតែពេលនិយាយមួយប្រពន្ធរឿងសម្រាប់ចម្រួលគេអត់សម្រាប់ចម្រួលទេគេឲ្យតែសួរប្តីរហូតដល់ពេលអញ្ចឹងពេលដែលខ្ញុំទៅប្តីគេគ្រាន់តែលឺសំឡេងខ្ញុំគេបាត់ទូរស័ព្ទគេលឺសំឡេងខ្ញុំគេបាត់ទូរស័ព្ទព្រោះអីខ្ញុំគិតថាចាខ្ញុំចង់ឲ្យកូនខ្ញុំចូលរៀនវិញ
បានរៀនវិញអញ្ចឹងខ្ញុំក៏វល់បងស្រីឲ្យទឹកខ្ចីលុយទៅគេទៅចងការទៅចាំហើយខ្ញុំទៅធ្វើការបដោះកូនខ្ញុំទៅធ្វើការបដោះដល់ពេលហើយអញ្ចឹងទៅហើយតែខ្ចីលុយគេបាន$1000ហើយថាមកសម្រាប់ជំនួសគាត់សុំឲ្យគាត់យក$1000ហ្នឹងសុំឲ្យគាត់ដកពីបណ្ដឹងទៅឲ្យក្មួយបានទៅរៀនវិញយល់សាច់ញាតិជាបងប្អូនទៅប៉ុន្តែគេអត់ព្រមដកទេគេគ្រាន់តែគេឮសម្លេងខ្ញុំគឺគេដកទូបិទទូរស័ព្ទតែម្ដងគេសម្លេងអញ្ចឹងខ្ញុំអត់ដឹងថាត្រូវសម្រាប់សម្រួលបែបណាហើយពេលតែកូនគេហ្នឹងគេឲ្យសួរប៉ាគេនិយាយវាតែកូនទៅសួរប៉ាតែទៅអើយប្រពន្ធមកជួបប្រពន្ធគេក៏គេឲ្យសួរប៉ាដែរខ្ញុំសូមសំពះអង្វរស្នើដល់តុលាការសូមឲ្យដោះលែងកូនខ្ញុំបានមកសិក្សាវិញមកគ្នានៅរៀនសូមអង្វរថ្នាក់លើគ្រប់ជាន់ថ្នាក់តុលាការទាំងអស់ហ្នឹងជួយដោះលែងកូនខ្ញុំមកឲ្យកូនខ្ញុំបានទៅរៀនវិញ